ជំរាបសួរជំរាបលឹកបងប្អូនសំណប់ចិត្តសំណប់បេះដូងទាំងអស់គ្នាថ្ងៃនេះណាចុងខែ4ដើមខែ5គឺយើងចង់មកមើលអំពីអ្នកថែសារយើងដូចរាល់ដងខ្ញុំតែងតែមើលដើមខែពាក់កណ្ដាលខែនិងចុងខែនោះណាចាឥឡូវយើងមកមើលណាថាតើលោកចង់ផ្ដាំផ្ញើអ្វីដល់យើងលោកចង់ប្រាប់អ្វីដល់យើងលោកចង់ឲ្យយើងប្រយ័ត្នអ្វីខ្លះលោកចង់ប្រាប់យើងអំពីអ្វីខ្លះដើម្បីជាការជោគជ័យឲ្យយើងមានជោគមានជ័យមានសម្បត្តិប្រាថ្នាអញ្ចឹងណាចាហើយនឹងជាគ្រប់អង្គដែលបងប្អូនបានគោរពជាចាអូខេឥឡូវខ្ញុំបាក់ប៊ីហើយខ្ញុំយក3សន្លឹកចេញមកណាដូចសັບមួយដងគឺតែងតែយក3សន្លឹកចេញចាអូខេបានហើយឥឡូវយើងមើលទាំងអស់គ្នាណាអូខេ3សន្លឹកនេះចេញមកហើយទាំង3សន្លឹកនេះដូចជាមានន័យស្តៀងគ្នាចាអូខេសន្លឹកមួយនេះចង់ប្រាប់ថាបងប្អូនណាដែលជាដូចជាប៉ក់ល្វើយមិនសូវនឹកនាដល់លោកណាឥឡូវនេះត្រូវតែធ្វើវាឡើងវិញណាគ្រាន់តែបងប្អូនបោះជូតសម្អាតកន្លែងដែលเขาបូជាហ្នឹងទៅលោកអត់ចង់បានអីជាដុំក្បួនទេលោកគ្រាន់តែចង់ឲ្យបងប្អូនហ្នឹងក៏បូជាលោកដោយកក់ក្ដៅចេញពីចិត្តបងប្អូននឹងដាក់ចិត្តដាក់អារម្មណ៍យ៉ាងស្ងប់ស្ងាត់អរគុណលោកណាចាទឹកមួយកែវក៏បានដែរផ្លែឈើបន្តិចខ្លះទៅណាគឺលោកពេញចិត្តហើយចាដូចជាអត់សូវនឹករលឹកដល់លោកណាក្នុងបៀហ្នឹងគេប្រាប់ថាអញ្ចឹងណាបងប្អូនអញ្ចឹងមើលកន្លែងដែលកុំថាចង់និយាយថាកុំនឹកឃើញបនបានទៅរណាគឺទោះបីយើងមិនមានការលំបាកអីក៏ដោយក៏យើងត្រូវតែមើលថែអាសាកន្លែងតែយើងបនសនដែរចាឥឡូវសន្លឹកទី2សន្លឹកទី2មានន័យថាលោកបានផ្ដល់នៅកម្លាំងចិត្តឲ្យបងប្អូនណាកន្លងមកធ្លាប់អត់មានអត់អ្នកណាគេដែលបាក់ទឹកចិត្តបាក់កម្លាំងកាយកម្លាំងចិត្តទាំងលែងចង់តស៊ូទៅមុខទៀតហើយដូចពិបាកចង់បោះបង់ចោលស្រាប់តែមិនដឹងមិនទេមានអារម្មណ៍មួយមានកម្លាំងមួយស្ទុះវឹងហ្មងចង់ធ្វើវាបន្តទៅទៀតចង់តស៊ូទៅទៀតហ្នឹងហើយគឺលោកបានផ្ដល់កម្លាំងចិត្តឲ្យបងប្អូនណាបងប្អូនចាអញ្ចឹងបងប្អូនត្រូវតែដឹងគុណលោកនិងអរគុណលោកចាដូចខ្ញុំថាអញ្ចឹងណាចាថែអាសាកន្លែងលោកដាក់ទឹកដាក់អីផ្លែឈើបាញ់ទឹកអប់អីទៅណាបងប្អូនចាហើយកន្លងមកគឺលោកផ្ដល់កម្លាំងចិត្តឲ្យសបាមកឃើញយើងដេកដួលឃើញយើងបាត់បង់ឃើញយើងអស់កម្លាំងចិត្តតស៊ូទៅមុខលែងរួចអីហ្នឹងណាចាអញ្ចឹងលោកចង់ឲ្យបងប្អូនហ្នឹងនឹករលឹកដល់លោកផងចាដូចជាមានអ្នកប៉ក់ល្វើយដល់អ្នកណាខ្លះណាបងប្អូនចាមិនដឹងហើយធ្វើឡើងវិញណាចាអូខេសន្លឹកមួយទៀតសន្លឹកមួយទៀតនេះដូចជាបងប្អូននឹងបានជួបមនុស្សថ្មីមិត្តភ័ក្តិថ្មីមិត្តភ័ក្តិថ្មីដូចជាគេជាមនុស្សដែលល្អទេហាក់បីដូចជាលោកប្រទានឲ្យបងប្អូនមានមិត្តភ័ក្តិមួយមកជួបមិត្តភ័ក្តិហ្នឹងគឺល្អទេអត់អីទេក្នុងសន្លឹកហ្នឹងគេប្រាប់ថាចឹងអរគុណលោកផងណាកុំភ្លេចអរគុណចាហើយគ្រប់យ៉ាងទាំងអស់នៅក្នុងសន្លឹកដែលមើលមកនេះទាំងពីរ3នេះគឺសុទ្ធតែមានន័យថាលោកនៅពីក្រោយផ្ដល់កម្លាំងចិត្តឲ្យយើងចាំជួយយើងលោកឃើញភាពលំបាករបស់យើងជួនកាលយើងចង់បោះបង់ចោលអីហ្នឹងចាលោកបានមើលបានដឹងចាហ្នឹងហើយលោកមើលនឹងជួយយើងកន្លងមកណាបងប្អូនអត់ដឹងទេណាតែកុំបានលោកនៅពីក្រោយណាបាទបងប្អូនមានកម្លាំងចិត្តប៉ុន្តែយ៉ាងណាក៏ដោយតស៊ូណាបងប្អូនចាកុំភ្លេចតស៊ូក្នុងប្រឹងប្រែងបន្តទៅទៀតឲ្យខ្លួនឯងឲ្យខ្លាំងណាចាយ៉ាងណាក៏ដោយណាបងប្អូនខកឈរឡើងលោកចង់ឲ្យយើងចេះតស៊ូចាហើយបន្តទៅមុខទៀតចាចុងខែ4ដើមខែ5នេះអ្វីៗនឹងបានប្រសើរឡើងវិញណាបងប្អូនកុំភ្លេចណាអ្នកណាដែលមិនសូវនឹកនាលោកឆាប់ត្រឡប់មកមើលលោកផងដូចជាកុំភ្លេចថ្វាយទឹកថ្វាយផ្កាផ្លែឈើអីតិចតួចទៅលោកអត់ទៅការអីខ្លាំងខ្លាទេហ្នឹងហើយអញ្ចឹងមើលខាងក្រោយចិត្តតើគេចង់ប្រាប់ថាម៉េចទៀតចាខាងក្រោយក៏មិនខុសគ្នាប្រហែលដែរគឺលោកបានប្រាប់ថាកុំភ្លេចចាក្នុងសន្លឹក B ខ្ញុំអាចបកប្រែបងប្អូនបានថាកុំឲ្យភ្លេចថ្វាយអ្វីដល់លោកអរគុណលោកណាហើយឲ្យតាំងចិត្តចំពោះលោកនៅអ្វីដែលបងប្អូនចង់បានណាចាលោកនឹងធ្វើឲ្យផែនការបងប្អូននឹងបានសម្រេចនៅក្នុងសន្លឹកហ្នឹងណាចាខាងក្រោយហ្នឹងណាចាបំណងបងប្រាថ្នាផែនការដែលបានគិតគូរមកលោកនឹងជួយបងប្អូនណាអញ្ចឹងបងប្អូនដាក់ចិត្តដាក់អារម្មណ៍ស្ងប់ស្ងាត់បន់ស្រន់ដល់លោកណាចាមានទឹកអីទៅផ្លែឈើអីទៅណាចាឲ្យសម្អាតកន្លែងលោកឲ្យស្អាតណាបងប្អូនចាគឺបងប្អូនថ្វាយគុំលោកតាំងចិត្តណា
ចាឲ្យស្ងប់ស្ងាត់ស្ងប់ស្ងៀមណាចាបងប្អូននឹងបានសម្រេចនៅក្តីបំណងណាគឺលោកបានជួយលោកថាលោកនឹងបំពេញនៅបំណងបំពេញនៅកិច្ចការដែលបងប្អូនបានដូចថាគេហៅថា plan ណារៀបចំផែនការអីមកហ្នឹងណាចាលោកនឹងជួយចាអូខេបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងទេសូមជូនពរបងប្អូនណាបានសុខសប្បាយទាំងអស់គ្នាណាសូមឲ្យសមប្រកបដោយក្តីប៉ងប្រាថ្នាអូខេជំរាបលា